嘛了一道有没有地方的你呢？什么是幸福？啊，为德接是片面过了。有的人认为面的啦，跟他工资高能追求是幸福ประคายខ្ពស់អាចរកប្រាក់ចំណូលគឺជាសុភមង្គល有的人认为មានអ្នកខ្លះយល់ថា心情放松身体健康才是幸福អារម្មណ៍ស្ងប់សុខបាទសុខភាពរាងកាយមានសុខភាពល្អទើបជាសុភមង្គល也有人认为ហើយក៏មានអ្នកខ្លះយល់ថា能帮助别人就是一种幸福អាចជួយអ្នកដទៃបានគឺជាសុភមង្គលមួយប្រភេទ还有人说还មានអ្នកខ្លះទៀតនិយាយថា小时候幸福是一件东西កាលពីតូចសុភមង្គលគឺជារបស់របរមួយបាទមួយប្រភេទចឹងទៅ比如一块橡皮一块糖得到了就很幸福ឧទាហរណ៍ថាជាន់លុបមួយដុំស្ករគ្រាប់មួយគ្រាប់បាទទទួលបានហើយគឺមានអារម្មណ៍ថាសុភមង្គលខ្លាំងណាស់强大好幸福是一种态度ក្រោយពេលធំដឹងក្តីឡើងសុភមង្គលគឺជាអាកប្បកិរិយាមួយ我们的态度决定了我们幸福感的高低高低បាទទីកោទីបាទកប្បកិរិយានៃជីវិតបាទសម្រាប់បានថាអឺកម្រិតនៃសុភមង្គលរបស់យើងនឹងប៉ុណ្ណាបាទ那怎样才算是真正的幸福អញ្ចឹងបែបណាទើបយើងគិតថាជាសុភមង្គលពិតប្រាកដ其实大不到，幸福并没有一个标准答案。សុភមង្គលតាមពិតទៅសុភមង្គលវាមិនមានចម្លើយស្តង់ដារណាមួយនោះទេ每个人对幸福都每个人对幸福都有不同的理解មនុស្សម្នាក់ម្នាក់បាទមានការយល់ឃើញខុសគ្នាចំពោះរឿងសុភមង្គល不管你认为幸福是什么មិនខ្វល់ថាអ្នកគិតថាសុភមង្គលគឺជាអ្វីទេ只要你用心去找就一定能发现它ឲ្យតែអ្នកប្រើបេះដូងទៅរកវាប្រើចិត្តទៅរកវានឹងសំដៅគឺប្រកាសជាអាចនឹងទៅគឺប្រកាសជាអាចរកឃើញវាបាទអូខេអញ្ចឹងអត្ថបទទី5នេះlà sựសង្ខេបខ្លីទៅគឺចង់និយាយអំពីអឺប្រភេទនៃសុភមង្គលអញ្ចឹងមនុស្សកាន់តែច្រើនយល់ពីការមានសុភមង្គលខុសៗគ្នាអញ្ចឹងមនុស្សម្នាក់យល់ថាផ្សេងមនុស្សម្នាក់យល់ថាផ្សេងអញ្ចឹងគេចង់សង្ខេបប្រាប់យើងថាមិនយើងមិនចាំបាច់ថាយើងខ្វល់ថាយើងមិនចាំបាច់ថាខ្វល់ទៅខ្វល់ថាសុភមង្គលបែបណាទេប៉ុន្តែគ្រាន់តែយើងបើកចិត្តឲ្យទលាយហើយយើងធ្វើចិត្តឲ្យស្ងប់ដើររកវាទៅយើងនឹងអាចរកឃើញវាហើយណាអញ្ចឹងមនុស្សម្នាក់យល់ពីអសុភមង្គលបែបផ្សេងម្នាក់ទៀតយល់ពីបែបផ្សេងអញ្ចឹងអត់មានចម្លើយស្តង់ដារទេប៉ុន្តែអ្វីដែលគេចង់ប្រាប់យើងនេះគឺតកតងជាមួយនឹងសុភមង្គលផ្លូវចិត្តណាយើងគិតថាមិនសុភមង្គលសម្រាប់យើងស្វែងរកវាទៅយើងនឹងឃើញហើយណាអូខេ